កុំភ្លេចថាអ្នកនៅសល់ខ្លួនឯងកុំឲ្យការបាត់បង់គេคล้ายទៅជាការបាត់បង់ខ្លួនឯងដែរមនុស្សភាគច្រើននៅពេលដែលបាត់បង់នរណាម្នាក់នៅក្នុងជីវិតអ្វីដែលគួរឲ្យសោកស្ដាយបំផុតនោះគឺពួកគេមិនបានបាត់បង់តែមនុស្សម្នាក់នោះទេពួកគេក៏បានបាត់បង់ខ្លួនឯងទៅជាមួយគ្នាដែរនៅពេលដែលស្នេហាមួយបញ្ចប់មនុស្សភាគច្រើនគិតថាអ្វីដែលធ្វើឲ្យខ្លួនឈឺចាប់គឺការបាត់បង់មនុស្សដែលខ្លួនស្រឡាញ់បំផុតប៉ុន្តែជួនកាលអ្វីដែលធ្វើឲ្យយើងខូចខាតច្រើនបំផុតមិនមែនដោយសារតែគេចាកចេញនោះទេវាគឺដោយសារតែយើងបានភ្លេចខ្លួនឯងអស់រយៈពេលជាយូរពេកតើយើងដែលធ្លាប់សម្គាល់ដែរទេមុនពេលដែលយើងជួបគេយើងធ្លាប់មានក្តីស្រមៃជារបស់ខ្លួនយើងធ្លាប់មានគោលដៅជារបស់ខ្លួនយើងធ្លាប់មានរឿងដែលធ្វើឲ្យខ្លួនឯងសប្បាយចិត្តយើងធ្លាប់មានពិភពលោកមួយដែលពោរពេញដោយរឿងជាច្រើនប៉ុន្តែបន្តិចម្ដងយើងក៏ចាប់ផ្ដើមដាក់មនុស្សម្នាក់នោះនៅកណ្ដាលពិភពលោករបស់យើងក៏ចាប់ផ្ដើមរៀបចំពេលវេលារបស់ខ្លួននៅជុំវិញគេយើងចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងដើម្បីឲ្យគេសប្បាយចិត្តយើងក៏ចាប់ផ្ដើមលះបង់អ្វីដែលខ្លួនចូលចិត្តដើម្បីរក្សាអ្វីដែលគេចូលចិត្តហើយយូរទៅដោយមិនដឹងខ្លួនយើងក៏ចាប់ផ្ដើមរស់នៅដើម្បីគេជំនួសឲ្យការរស់នៅដើម្បីខ្លួនឯងជាដំបូងយើងគិតថានេះគឺជាស្នេហាយើងគិតថាការលះបង់កាន់តែច្រើនមានន័យថាស្រឡាញ់ក៏កាន់តែខ្លាំងយើងតែងតែគិតថាការដាក់គេជាអាទិភាពមុនខ្លួនឯងមានន័យថាយើងស្មោះត្រង់ប៉ុន្តែការពិតដែលមនុស្សជាច្រើនបានរៀនក្រោយពេលដែលខូចចិត្តនោះគឺស្នេហាមិនមែនជាការបាត់បង់ខ្លួនឯងទេស្នេហាពិតមិនដែលទាមទារឲ្យអ្នកលុបចោលអត្តសញ្ញាណរបស់ខ្លួនដើម្បីរក្សានរណាម្នាក់នោះទេហើយនៅពេលដែលថ្ងៃដែលគេចាកចេញនោះមកដល់អ្នកក៏ចាប់ផ្ដើមមានអារម្មណ៍ថាជីវិតទាំងមូលរបស់អ្នកបានរលំរលាយមិនមែនព្រោះតែអ្នកបាត់បង់គេតែម្នាក់នោះទេក៏ប៉ុន្តែព្រោះតែអ្នកលែងដឹងទៅហើយថាខ្លួនឯងជានរណាទៀតអ្នកលែងដឹងទៅហើយថាត្រូវរស់នៅដើម្បីអ្វីអ្នកលែងដឹងទៅហើយថាអ្វីដែលធ្លាប់ធ្វើឲ្យអ្នកសប្បាយចិត្តនោះអ្នកលែងដឹងទៅហើយថាតើអ្នកត្រូវទៅណាបន្តទៀតពីព្រោះជាច្រើនឆ្នាំមកនេះអ្នកបានប្រគល់ការសប្បាយចិត្តរបស់ខ្លួនទៅឲ្យមនុស្សម្នាក់ផ្សេងទៀតគ្រប់គ្រងនៅពេលដែលគេចាកចេញទៅគេក៏នាំយកផ្នែកមួយនៃអ្នកទៅជាមួយដែរក៏ប្រហែលជាពេលនេះមានអ្នកខ្លះកំពុងតែស្ដាប់អត្ថបទមួយនេះហើយក៏មានអារម្មណ៍ថាវាដូចជារឿងរបស់ខ្ញុំអ្នកក៏ប្រហែលជាកំពុងនឹកគេអ្នកក៏ប្រហែលជាកំពុងខូចចិត្តអ្នកក៏ប្រហែលជាកំពុងតែសួរខ្លួនឯងថាហេតុអ្វីអ្នកមិនអាចដើរចេញពីការឈឺចាប់នេះបានប៉ុន្តែខ្ញុំចង់ប្រាប់អ្នកនៅរឿងមួយសូមអ្នកស្ដាប់ឲ្យចប់ពីព្រោះវាអាចជារឿងសំខាន់បំផុតដែលអ្នកត្រូវតែបានស្ដាប់នៅក្នុងថ្ងៃនេះមនុស្សម្នាក់អាចជ្រើសរើសដើរចេញពីជីវិតអ្នកបានមនុស្សម្នាក់អាចឈប់ស្រឡាញ់អ្នកបានមនុស្សម្នាក់អាចនឹងបំភ្លេចអ្នកបានក៏ប៉ុន្តែមានមនុស្សតែម្នាក់ដែលមិនគួរបោះបង់អ្នកជាដាច់ខាតមនុស្សម្នាក់នោះគឺខ្លួនអ្នកផ្ទាល់ពីព្រោះនៅទីបញ្ចប់នៃជីវិតមួយនេះមនុស្សដែលនឹងនៅជាមួយអ្នកយូរបំផុតមិនមែនជាគេទេមិនមែនជាអតីតកាលទេមិនមែនជាការចងចាំទេប៉ុន្តែគឺជាខ្លួនរបស់អ្នកហើយប្រសិនបើថ្ងៃនេះអ្នកកំពុងតែបាត់បង់នរណាម្នាក់សូមកុំភ្លេចរឿងមួយអ្នកអាចបាត់បង់គេបានប៉ុន្តែកុំឲ្យការបាត់បង់នោះคล้ายទៅជាការបាត់បង់ខ្លួនឯងដែរពីព្រោះបើទោះបីជាមនុស្សគ្រប់គ្នាដើរចេញពីជីវិតអ្នកទៅហើយក៏ដោយអ្នកនៅតែសល់មនុស្សម្នាក់ដែលសមនឹងទទួលបានក្តីស្រឡាញ់ការគោរពនិងការថែរក្សាបំផុតនោះគឺខ្លួនអ្នកផ្ទាល់ក៏ប៉ុន្តែសំណួរមួយដែលគួរឲ្យគិតនោះគឺហេតុអ្វីបានជាមនុស្សភាគច្រើនបាត់បង់ខ្លួនឯងនៅពេលដែលបាត់បង់ស្នេហាហេតុអ្វីបានជាមនុស្សម្នាក់ដែលធ្លាប់តែរឹងមាំធ្លាប់តែមានក្តីស្រមៃនិងធ្លាប់តែរស់នៅដោយភាពជឿជាក់លើខ្លួនឯងប្រែคล้ายទៅជាមនុស្សម្នាក់ដែលខ្លាចបាត់បង់នរណាម្នាក់ខ្លាំងជាជាងការបាត់បង់ខ្លួនឯង
វាក៏ប្រហែលជាចាប់ផ្ដើមពីរឿងតូចទៅនៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ខ្លាំងពេកអ្នកចង់ឲ្យគេសប្បាយចិត្តចង់ឲ្យគេញញឹមចង់ឲ្យគេមានអារម្មណ៍ថាមានមនុស្សម្នាក់ដែលយកចិត្តទុកដាក់ចំពោះគេនោះមិនមែនជារឿងខុសទេតាមពិតទៅវាគឺជារឿងដែលស្រស់ស្អាតទៀតផងក៏ប៉ុន្តែបញ្ហាចាប់ផ្ដើមកើតឡើងនៅពេលដែលអ្នកផ្ដល់អាទិភាពដល់សុភមង្គលរបស់គេរហូតដល់ភ្លេចសួរខ្លួនឯងថាចុះសុភមង្គលរបស់ខ្ញុំវិញនោះនៅឯណាដំបូងអ្នកបោះបង់ពេលវេលាតិចតួចក្រោយមកអ្នកបោះបង់ចំណូលចិត្តខ្លះហើយបន្ទាប់មកអ្នកបោះបង់មិត្តភ័ក្តិមួយចំនួនហើយបន្តិចម្ដងអ្នកបោះបង់ផ្នែកជាច្រើននៃខ្លួនឯងមិនមែនព្រោះតែនរណាបង្ខំអ្នកទេប៉ុន្តែព្រោះតែអ្នកខ្លាចថាបើអ្នកមិនធ្វើបែបនេះគេនឹងចាកចេញទៅអ្នកខ្លាចថាបើអ្នកមិនយល់ព្រមគ្រប់យ៉ាងគេនឹងលែងស្រឡាញ់អ្នកខ្លាចថាបើអ្នកមិនលះបង់គ្រប់យ៉ាងអ្នកនឹងបាត់បង់គេហើយដោយសារតែភាពភ័យខ្លាចទាំងនេះហើយអ្នកក៏ចាប់ផ្ដើមរស់នៅដើម្បីរក្សាមនុស្សតែម្នាក់ជំនួសឲ្យការរស់នៅដើម្បីរក្សាតម្លៃរបស់ខ្លួនឯងមានមនុស្សជាច្រើនដែលអាចនឹងប្រាប់អ្នកអំពីអ្វីដែលគេចូលចិត្តអ្វីដែលគេស្អប់និងអ្វីដែលគេចង់បាននៅក្នុងជីវិតក៏ប៉ុន្តែបន្ទាប់ពីស្ថិតនៅក្នុងទំនាក់ទំនងមួយអស់រយៈពេលដ៏យូរពួកគេបែរជាលែងស្គាល់ពីខ្លួនឯងពួកគេបែរជាលែងដឹងថាខ្លួនចង់បានអ្វីពួកគេបែរជាលែងដឹងថាអ្វីដែលធ្វើឲ្យខ្លួនសប្បាយចិត្តពីព្រោះពួកគេបានចំណាយពេលយូរពេកនៅក្នុងការផ្ដោតទៅលើមនុស្សម្នាក់ផ្សេងទៀតនេះហើយគឺជាមូលហេតុដែលការបែកបាក់ខ្លះធ្វើឲ្យមនុស្សម្នាក់ឈឺចាប់ខ្លាំងគឺមិនមែនដោយសារតែគេបាត់បង់ស្នេហាទេប៉ុន្តែដោយសារតែគេបាត់បង់អត្តសញ្ញាណរបស់ខ្លួនអ្នកសាកស្រមៃមើលមនុស្សម្នាក់ដែលបានរស់នៅដើម្បីគេអស់រយៈពេលជាច្រើនឆ្នាំរាល់ផែនការរបស់យើងមានគេនៅក្នុងនោះរាល់ក្តីស្រមៃរបស់យើងមានគេនៅក្នុងនោះសូម្បីតែអនាគតដែលយើងគិតស្រមៃក៏នឹងមានមុខម្នាក់នោះនៅក្នុងរូបភាពនោះដែរហើយនៅថ្ងៃមួយមនុស្សម្នាក់នោះក៏បាត់ទៅតើមានអ្វីដែលនៅសល់ទៀតមិនត្រឹមតែភាពនឹករលឹកទេមិនត្រឹមតែទឹកភ្នែកទេប៉ុន្តែជាភាពទទេមួយដែលពិបាកពន្យល់ភាពទទេដែលធ្វើឲ្យមនុស្សម្នាក់ភ្ញាក់ពីគេងមកហើយមិនដឹងថាខ្លួនគួរតែបន្តធ្វើអ្វីទៀតភាពទទេដែលធ្វើឲ្យមនុស្សម្នាក់សម្លឹងមើលជីវិតរបស់ខ្លួនហើយក៏មានអារម្មណ៍ថាគ្រប់យ៉ាងបានបាត់បង់អត្ថន័យទៅហើយប៉ុន្តែសូមស្ដាប់ខ្ញុំឲ្យចប់លោកអ្នកប្រសិនបើថ្ងៃនេះអ្នកកំពុងតែមានអារម្មណ៍បែបនេះវាមិនមែនមានន័យថាអ្នកទន់ខ្សោយទេវាគ្រាន់តែមានន័យថាអ្នកបានស្រឡាញ់នរណាម្នាក់ខ្លាំងពេករហូតដល់ភ្លេចរក្សាតុល្យភាពហើយមេរៀនដែលជីវិតកំពុងបង្រៀនអ្នកនៅពេលនេះគឺមិនមែនឲ្យអ្នកឈប់ស្រឡាញ់គេទេមិនមែនឲ្យអ្នកក្លាយទៅជាមនុស្សដែលចិត្តត្រជាក់នោះទេក៏ប៉ុន្តែចង់ឲ្យអ្នករៀនរឿងមួយគឺកុំដាក់ជីវិតទាំងមូលរបស់អ្នកទៅក្នុងដៃរបស់មនុស្សម្នាក់ផ្សេងទៀតពីព្រោះនៅថ្ងៃដែលគេចាកចេញទៅអ្នកនឹងមានអារម្មណ៍ថាអ្នកបានបាត់បង់អ្វីៗទាំងអស់ក៏ប៉ុន្តែការពិតនោះគឺអ្នកមិនបានបាត់បង់អ្វីៗទាំងអស់ទៅទេអ្នកគ្រាន់តែភ្លេចថាអ្នកនៅសល់អ្វីខ្លះតែប៉ុណ្ណោះអ្នកនៅសល់ក្តីស្រមៃរបស់អ្នកនៅសល់តម្លៃរបស់អ្នកនៅសល់ជីវិតរបស់អ្នកនៅសល់អនាគតរបស់អ្នកហើយដែលសំខាន់ជាងគេអ្នកនៅសល់ខ្លួនឯងប៉ុន្តែដើម្បីមើលឃើញរឿងទាំងនេះបានអ្នកត្រូវឆ្លងកាត់ការពិតដ៏ឈឺចាប់មួយជាមុនសិនការពិតដែលមនុស្សជាច្រើនមិនចង់ទទួលស្គាល់ហើយការពិតនោះគឺជាអ្វីដែលយើងនិយាយនៅក្នុងផ្នែកបន្ទាប់ទៀតហើយឥឡូវនេះខ្ញុំចង់និយាយអំពីការពិតមួយដែលប្រហែលជាឈឺចាប់បំផុតនៅក្នុងចំណោមការពិតទាំងអស់ការពិតដែលមនុស្សជាច្រើនខំគេចវេះអស់រយៈពេលជាយូរការពិតដែលពួកគេដឹងប៉ុន្តែមិនចង់ទទួលស្គាល់នោះគឺនៅថ្ងៃដែលគេចាកចេញមិនមែនជាថ្ងៃដែលអ្នកបាត់បង់គេទៅទេវាគឺជាថ្ងៃដែលអ្នកដឹងថាអ្នកបានបាត់បង់ខ្លួនឯងអស់រយៈពេលជាយូរមកហើយស្ដាប់មើលទៅវាប្រហែលជាពិបាកទទួលយកប៉ុន្តែអ្នកសាកគិតទៅមើលនៅពេលដែលអ្នកនៅក្បែរគេ
តើអ្នកនៅជាមួយនឹងមនុស្សដដែលដែរទេតើអ្នកនៅតែធ្វើអ្វីដែលអ្នកស្រឡាញ់ទៀតដែរទេតើអ្នកនៅតែមានពេលសម្រាប់ខ្លួនឯងដែរទេតើអ្នកនៅតែរស់នៅតាមអ្វីដែលបេះដូងអ្នកចង់បានដែរទេឬមួយក៏អ្នកបានចំណាយពេលភាគច្រើននៅក្នុងការព្យាយាមក្លាយទៅជាមនុស្សដែលគេចង់បានអ្នកបានផ្លាស់ប្ដូរខ្លួនឯងដើម្បីកុំឲ្យគេខកចិត្តអ្នកបានលាក់អារម្មណ៍របស់ខ្លួនដើម្បីកុំឲ្យមានជម្លោះអ្នកបានត្រឹមរឿងជាច្រើនដែលអ្នកមិនគួរត្រឹមមិនមែនព្រោះតែអ្នករឹងមាំទេប៉ុន្តែព្រោះតែអ្នកខ្លាចបាត់បង់គេហើយនេះហើយគឺជារឿងដែលគួរឲ្យសោកស្ដាយបំផុតមនុស្សជាច្រើនមិនបានបាត់បង់ខ្លួនឯងក្នុងពេលមួយថ្ងៃទេពួកគេបាត់បង់ខ្លួនឯងបន្តិចម្ដងនៅថ្ងៃនេះបោះបង់ក្តីស្រមៃមួយនៅថ្ងៃស្អែកបោះបង់គោលដៅមួយបន្ទាប់មកបោះបង់សេចក្តីត្រូវការរបស់ខ្លួនហើយចុងក្រោយពួកគេក៏លែងស្គាល់មនុស្សដែលឈរនៅមុខកញ្ចក់ពីព្រោះជាច្រើនឆ្នាំមកនេះពួកគេរស់នៅដើម្បីរក្សាទំនាក់ទំនងមួយមិនមែនរស់នៅដើម្បីរក្សាខ្លួនឯងទេហើយនៅពេលដែលទំនាក់ទំនងនោះបញ្ចប់អ្វីក៏ដួលរលំទៅទាំងអស់មិនមែនដោយសារតែគេចាកចេញតែម្នាក់ឯងទេប៉ុន្តែដោយសារតែអ្នករកមិនឃើញខ្លួនឯងនោះហើយគឺជាមូលហេតុដែលមនុស្សខ្លះខូចចិត្តអស់រាប់ឆ្នាំមិនមែនព្រោះតែយើងនៅស្រឡាញ់គេខ្លាំងពេកទេប៉ុន្តែព្រោះតែយើងមិនដឹងថាត្រូវត្រឡប់ទៅរកខ្លួនឯងវិញដោយរបៀបណាយើងភ្លេចទៅហើយថាមុនពេលជួបគេខ្លួនយើងជានរណាយើងភ្លេចអស់ទៅហើយថាអ្វីដែលធ្លាប់ធ្វើឲ្យខ្លួនឯងសប្បាយចិត្តយើងភ្លេចអស់ទៅហើយថាជីវិតរបស់ខ្លួនមានតម្លៃប៉ុណ្ណាហើយក៏ប្រហែលជាពេលនេះអ្នកក៏កំពុងតែមានអារម្មណ៍ដូចគ្នាអ្នកក៏ប្រហែលជានៅតែនឹកគេនៅតែខូចចិត្តហើយក៏នៅតែសួរខ្លួនឯងថាហេតុអ្វីក៏អ្វីត្រូវคล้ายទៅជាបែបនេះប៉ុន្តែខ្ញុំចង់ឲ្យអ្នកសួរខ្លួនឯងមួយសំណួរផ្សេងទៀតសំណួរដែលសំខាន់ជាងការសួរថាហេតុអ្វីក៏គេចាកចេញនោះគឺតើខ្ញុំបានបោះបង់អ្វីខ្លះដើម្បីរក្សាគេតើខ្ញុំបានភ្លេចខ្លួនឯងតាំងតែពីពេលណាហើយតើខ្ញុំនឹងបន្តធ្វើបែបនេះទៀតដែរទេពីព្រោះការពិតមួយដែលអ្នកត្រូវដឹងនោះគឺមនុស្សដែលចាកចេញពីជីវិតអ្នកប្រហែលជាមិនត្រឡប់មកវិញទេក៏ប៉ុន្តែខ្លួនអ្នកនៅតែអាចត្រឡប់មកវិញបានអ្នកនៅតែអាចស្វែងរកខ្លួនឯងឃើញម្ដងទៀតអ្នកនៅតែអាចសាងសង់ជីវិតថ្មីមួយបានអ្នកនៅតែអាចរៀនស្រឡាញ់ខ្លួនឯងម្ដងទៀតបានហើយប្រហែលជានេះហើយគឺជាការចាប់ផ្ដើមពិតប្រាកដនៃការព្យាបាលបេះដូងមិនមែនការធ្វើឲ្យគេត្រឡប់មកវិញទេប៉ុន្តែជាការនាំខ្លួនឯងដែលបាត់បង់អស់រយៈពេលជាយូរមកហើយត្រឡប់មកផ្ទះវិញហើយក៏ប្រហែលជានៅពេលនេះអ្នកកំពុងតែចាប់ផ្ដើមយល់ហើយថារឿងដែលអ្នកត្រូវរកមិនមែនជាគេទៀតទេគឺជាខ្លួនអ្នកគឺខ្លួនរបស់អ្នកដែលបានបាត់បង់នៅក្នុងការរងចាំខ្លួនអ្នកដែលបានបាត់បង់នៅក្នុងការលះបង់ខ្លួនអ្នកដែលបានបាត់បង់នៅក្នុងការព្យាយាមធ្វើឲ្យនរណាម្នាក់ស្រឡាញ់អ្នកអស់រយៈពេលជាយូរមកហើយអ្នកបានគិតថាបើគេត្រឡប់មកវិញអ្នកនឹងសប្បាយចិត្តម្ដងទៀតអ្នកបានគិតថាបើគេតាក់ទងមកវិញអ្វីនឹងប្រសើរឡើងអ្នកបានគិតថាបើគេជ្រើសរើសអ្នកនឹងមានតម្លៃម្ដងទៀតប៉ុន្តែអ្នកគិតទៅមើលតើតម្លៃរបស់អ្នកពិតជាអាស្រ័យទៅលើការសម្រេចចិត្តរបស់មនុស្សម្នាក់នោះមែនទេតើមនុស្សម្នាក់ដែលបានដើរចេញពីជីវិតអ្នកទៅហើយមានសិទ្ធិកំណត់ថាអ្នកមានតម្លៃឬក៏គ្មានតម្លៃមែនទេជាការពិតណាស់មិនមែនទេលោកអ្នកមានតម្លៃតាំងតែពីមុនពេលជួបគេអ្នកមានតម្លៃនៅពេលដែលគេនៅក្បែរហើយអ្នកក៏នៅតែមានតម្លៃបើទោះបីជាថ្ងៃនេះគេមិននៅទៀតក៏ដោយកុំឲ្យការចាកចេញរបស់មនុស្សណាម្នាក់คล้ายទៅជាផុសតាងថាអ្នកមិនល្អគ្រប់គ្រាន់ក៏ព្រោះតែនៅពេលខ្លះមនុស្សចាកចេញមិនមែនដោយសារតែអ្នកមិនល្អទេពួកគេចាកចេញព្រោះផ្លូវរបស់គេនិងផ្លូវរបស់អ្នកលែងដើរទៅតាមទិសដៅតែមួយទៀតហើយមានរឿងខ្លះដែលការព្យាយាមក៏មិនអាចរក្សាទុកបានដែរអ្នកត្រូវតែរៀនទទួលយកថាមិនមែនគ្រប់រឿងដែលបញ្ចប់សិតតែបរាជ័យនោះទេទំនាក់ទំនងខ្លះបញ្ចប់ទៅដើម្បីឲ្យអ្នកអាចរកឃើញខ្លួនឯងម្ដងទៀតដើម្បីឲ្យអ្នករៀនគោរពខ្លួនឯងម្ដងទៀតដើម្បីឲ្យអ្នកយល់ថាសេចក្តីស្រឡាញ់ពិតមិនបានចាប់ផ្ដើមពីអ្នកដទៃទេវាចាប់ផ្ដើមពីរបៀបដែលអ្នកមើលឃើញខ្លួនឯង
បើអ្នកមិនឲ្យតម្លៃខ្លួនឯងអ្នកនឹងទទួលយកអ្វីគ្រប់យ៉ាងព្រោះខ្លាចបាត់បង់បើអ្នកមិនស្រឡាញ់ខ្លួនឯងអ្នកនឹងអង្វរសុំក្តីស្រឡាញ់ពីអ្នកដទៃក៏ប៉ុន្តែនៅថ្ងៃដែលអ្នកចាប់ផ្ដើមឲ្យតម្លៃខ្លួនឯងអ្វីនឹងផ្លាស់ប្ដូរអ្នកនឹងលែងរត់តាមអ្នកដែលមិនចង់នៅអ្នកនឹងលែងបង្ខំអ្វីដែលមិនមែនជារបស់អ្នកនឹងលែងចាត់ទុកការចាក់ចែងរបស់នរណាម្នាក់ជាទីបញ្ចប់នៃពិភពលោករបស់អ្នកពីព្រោះតែអ្នកដឹងថាមនុស្សម្នាក់អាចចាក់ចែងទៅបានការចងចាំអាចរសាត់បាត់ទៅបានទំនាក់ទំនងក៏អាចបញ្ចប់បានប៉ុន្តែជីវិតអ្នកត្រូវតែបន្តទៅមុខហើយមុននឹងបញ្ចប់វីដេអូមួយនេះខ្ញុំចង់ទុកឃ្លាមួយសម្រាប់អ្នកយកទៅគិតប្រសិនបើថ្ងៃនេះអ្នកកំពុងតែខូចចិត្តដោយសារនរណាម្នាក់ប្រសិនបើថ្ងៃនេះអ្នកកំពុងតែមានអារម្មណ៍ថាបានបាត់បង់អ្វីគ្រប់យ៉ាងសូមក្រឡេកទៅមើលខ្លួនឯងម្ដងទៀតហើយប្រាប់ខ្លួនឯងថាបានឬក៏ចាស់ខ្ញុំប្រហែលជាបាត់បង់គេប៉ុន្តែខ្ញុំនៅតែមានខ្លួនឯងខ្ញុំនៅតែមានឱកាសចាប់ផ្ដើមសារជាថ្មីខ្ញុំនៅតែមានអនាគតដែលកំពុងរងចាំខ្ញុំនោះហើយគឺជាហេតុផលដែលអ្នកមិនគួរបោះបង់ខ្លួនឯងដោយសារតែមនុស្សម្នាក់ដែលបានបាត់បង់អ្នកនោះទេដូច្នេះបើថ្ងៃនេះអ្នកកំពុងតែឆ្លងកាត់ការបាត់បង់មួយសូមកុំភ្លេចរឿងមួយកុំភ្លេចអ្នកនៅសល់ខ្លួនឯងហើយនៅពេលខ្លះមនុស្សម្នាក់នោះគឺជាមនុស្សសំខាន់បំផុតដែលអ្នកត្រូវតែថែរក្សាប្រសិនបើវីដេអូមួយនេះបានផ្ដល់កម្លាំងចិត្តឬក៏ប៉ះដល់បេះដូងរបស់អ្នកសូមជួយ like subscribe និងចែករំលែកទៅកាន់នរណាម្នាក់ដែលប្រហែលជាកំពុងតែភ្លេចតម្លៃខ្លួនឯងដោយសារតែការបាត់បង់ជួបគ្នានៅក្នុងវីដេអូបន្ទាប់សូមជូនពរលោកអ្នករៀនលេងដៃពីអ្វីដែលត្រូវលែងហើយកុំភ្លេចថែរក្សាមនុស្សម្នាក់ដែលនឹងនៅជាមួយអ្នករហូតដល់ទីបញ្ចប់នៃជីវិតនោះគឺខ្លួនអ្នកផ្ទាល់